តែវាធ្លាក់អាដុំថ្មដុំអីហើយធ្វើម៉េចហេតុតែយើងអត់ដូចថាអត់អីយើងចេះថាទ្រាំទៅឲ្យតែរួចមករដូវភ្លៀងទៅមានអារម្មណ៍រៀងធូរបន្តិចទៅហើយតែចូលរដូវភ្លៀងហ្នឹងអារម្មណ៍ភ័យទៀតណាអញ្ចឹងដេកតែភ័យអញ្ចឹងទៅមីងសប្បាយចិត្តដែលបានក្រសួងដែនដីហ្នឹងគាត់ដោះស្រាយដែលបានលោកបដិយុគាត់ដោះស្រាយបានរលូនអញ្ចឹងណាហើយមីងក៏គិតមើលទៅថាវាសមរម្យនឹងអាចទទួលយកបានអញ្ចឹងណាមួយអញ្ចឹងមីងក៏ព្រមថាថាវិការប៉ុណ្ណឹងមីងក៏អាចយកទៅដូចថាពីអ្នកប្តីប្រពន្ធចាស់ហើយមីងនៅតាំងពីឆ្នាំ1990ណាមួយឡាយចិត្តខ្លាំងណាចេញពីបេះដូងហ្មងណាចង់និយាយចឹងណាហើយខ្ញុំក៏អត់មានពាក្យអីទៀតទេមានសូមអរគុណសម្ដេចលោកបានគិតគូរណាចាហើយខ្ញុំមានបញ្ហានេះជួលអីមានបញ្ហាជួលណាយើងក៏ពិបាកដែរយើងបាទខ្លាំងមកដល់វត្តសូដាគ្រប់ព្រមហើយនៅអាប៉ានេះអត់បាក់តែមានជាតាក់អីអញ្ចឹងយើងយកព្រមតាមសម្ដារសួងរៀបចំមកថាទៅចាក់ចេញមកយកព្រមដោះស្រាយរបស់ក្រសួងគាត់ដោះស្រាយខ្ញុំដោយសុខចិត្តខ្ញុំយកព្រមទៅសោះហើយដោយសុខចិត្តរបស់ក្រសួងអត់មានអ្នកប្រព្រឹត្តខំអីទេខ្ញុំអរគុណដែលជួននឹងក្រុមការងារដែលជួយដោះស្រាយនឹងឲ្យខ្ញុំបានលឿនបានឆាប់ហើយដោយលលូនអត់មានឧបសគ្គអីរារាំងអីទៅខ្ញុំអរគុណដល់សម្ដេចពុកហើយដែលសម្ដេចនាយកនឹងចិត្តគូដល់មកជួយវាជនជួយចិត្តគូហើយជួយជនមានបញ្ហាជួយថាអីជួយដោះស្រាយបានដោយលលូនអត់មានឧបសគ្គមករារាំងទេហើយនឹងក្រសួងជួយថ្នាក់ដឹកនាំក្រសួងឲ្យជួយដោះស្រាយលូននឹងក្រុមការងារចោះធ្វើការយ៉ាងល្អបាទ